ប្រិយមិត្តនិងមិត្តអ្នកស្ដាប់ជាទីគោរពដើម្បីរំលឹកខួបលើកទី79នៃទិវាយុទ្ធជនពិការយុទ្ធជនពលីថ្ងៃទី27ខែកក្កដាឆ្នាំ1947ថ្ងៃទី27ខែកក្កដាឆ្នាំ2026នៅព្រឹកថ្ងៃទី27ខែកក្កដាគណៈកម្មាធិការបកក្រុមប្រឹក្សាប្រជាជនគណៈកម្មាធិការប្រជាជនគណៈកម្មាធិការរណសេមាតុភូមិវៀតណាមសង្កាត់វិញជ័របានចាត់តាំងពិធីអុជធូបគោរពបូជានិងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីបញ្ចុះសពវីរយុទ្ធជនពលីវិញជ័រអញ្ជើញចូលរួមនៅក្នុងពិធីនេះមានលោកត្រឹងតុងឃីមអនុលេខាប្រចាំការបកភិកនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យបកភិកសង្កាត់អ្នកស្រីងឿនធីហួប៊ិញអនុលេខាបកភិកនិងជាប្រធានគណៈកម្មាធិការប្រជាជនសង្កាត់លោកដិនថាន់ឡុងសមាជិកគណៈអចិន្ត្រៃយ៍បកភិកនិងជាប្រធានគណៈកម្មាធិការរណសេមាតុភូមិវៀតណាមសង្កាត់ព្រមទាំងថ្នាក់ដឹកនាំនៃសង្កាត់ខេងហួរឃុំឡៃហួរសង្កាត់វិញភឿកបណ្ដាសមាមិត្តជាសមាជិកគណៈអចិន្ត្រៃយ៍និងគណៈប្រតិបត្តិនៃបកភិកសង្កាត់កងកម្លាំងប្រដាប់អាវុធកម្មាភិបាលនយោជិតបណ្ដាគណៈផ្នែកនិងអង្គការមហាជននានាព្រមទាំងប្រជាពលរដ្ឋនៅក្នុងតំបន់នៅក្នុងបរិយាកាសដ៏ឱឡារិកនិងប្រកបដោយការគោរពបានដាក់កម្រងផ្កាដែលមានពាក្យថាដឹងគុណចំពោះវីរយុទ្ធជនពលីជានិរន្តរ៍ដើម្បីបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរយុទ្ធជនពលីដែលបានលះបង់ជីវិតដើម្បីឯករាជ្យភាពនិងសេរីភាពរបស់មាតុភូមិក៏ដូចជាដើម្បីសុខសន្តិភាពនិងសុភមង្គលរបស់ប្រជាជនគណៈប្រតិភូបានស្មឹងស្មាត1នាទីដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនពលីមុនពេលអុជធូបគោរពវិញ្ញាណក្ខន្ធនៅតាមភ្នូរនីមួយៗទីបញ្ចុះសពវីរយុទ្ធជនពលីវិញជ័រគឺជាកន្លែងសម្រាប់ចុងក្រោយរបស់វីរយុទ្ធជនពលីជាង1300នាក់ដែលបានលះបង់ជីវិតនៅក្នុងសង្គ្រាមតស៊ូដើម្បីការពារមាតុភូមិការលះបង់ដ៏ធំធេងរបស់អ្នកជំនាន់មុននៅតែជាប្រភពនៃមោទនភាពនិងជាកម្លាំងចិត្តសម្រាប់អ្នកជំនាន់នេះក្នុងការបន្តកសាងស្រុកភូមិមួយថ្ងៃកាន់តែអភិវឌ្ឍដើម្បីបន្តប្រពៃណីផឹកទឹកនឹកប្រភពសង្កាត់វិញជ័របានចំណាយប្រាក់ឧបត្ថម្ភសរុបជិត 1,774,000 លានដុល្លារជូនដល់អ្នកដែលមានសគុណចំពោះបដិវត្តន៍ក្នុងរយៈពេល7ខែដើមឆ្នាំ2026ទន្ទឹមនឹងនោះមូលដ្ឋានតែងយកចិត្តទុកដាក់អនុវត្តបានល្អលើសកម្មភាពតបស្នងសងគុណដោយធានារាល់អត្ថប្រយោជន៍និងគោលនយោបាយនានាត្រូវបានអនុវត្តយ៉ាងពេញលេញនិងទាន់ពេលវេលាជានិច្ចកាលសាកសួរសុខទុក្ខនិងការផ្ដល់កម្លាំងចិត្តមើលថែជីវភាពរស់នៅរបស់គ្រួសារគោលនយោបាយនិងអ្នកមានសគុណរួមចំណែកលំនឹងជីវភាពរស់នៅលើអភិវឌ្ឍសេដ្ឋកិច្ចនិងបន្តចូលរួមដល់ការអភិវឌ្ឍរបស់មូលដ្ឋាននៅទីបញ្ចុះសពវីរយុទ្ធជនពលីគឺជាសកម្មភាពដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅទាំងផ្នែកនយោបាយនិងសង្គមដោយបង្ហាញពីការដឹងគុណរបស់បកភិករដ្ឋអំណាចនិងប្រជាជនសង្កាត់វិញជ័រចំពោះការរួមចំណែកដ៏ថ្លៃថ្លានិងការលះបង់របស់វីរយុទ្ធជនពលីពិធីនេះក៏បញ្ជាក់នូវការបដិញ្ញាចិត្តក្នុងការបន្តរក្សាប្រពៃណីបដិវត្តន៍កសាងសង្កាត់វិញជ័រឲ្យកាន់តែស៊ីវិល័យនិងរីកចម្រើនព្រមទាំងយកចិត្តទុកដាក់ឲ្យកាន់តែប្រសើរឡើងចំពោះជីវភាពរស់នៅរបស់គ្រួសារគោលនយោបាយនិងអ្នកដែលមានសគុណចំពោះបដិវត្តន៍